សួស្តីបងប្អូនខ្ញុំស្លាហើយវីដេអូនេះគឺខ្ញុំនិយាយអំពីការហាត់ប្រាណដែលទាក់ទងនឹងការសម្រកនិងដំឡើងគីឡូទូទៅសម្រាប់ការដំឡើងគីឡូឬក៏ស្រកគីឡូហ្នឹងបងប្អូនតែងតែគិតថាពិបាកឬក៏ពិបាកក្នុងការហាត់ពិបាកក្នុងការញ៉ាំអញ្ចឹងខ្ញុំសរុបជារួមមកវិញគឺយើងធ្វើមិនពិបាកនោះទេអ្វីដែលពិបាកនោះគឺយើងមានពេលសម្រាប់ខ្លួនឯងអត់ខ្ញុំគិតថាមានពេលហើយតែទៅនឹងការហាត់ប្រាណគឺយើងឆ្លៀតត្រឹមតែមួយថ្ងៃ30នាទីទៅ1ម៉ោងគឺយើងនឹងទទួលបានលទ្ធផលមួយដែលល្អប្រសើរគ្រាន់តែលទ្ធផលនោះគឺយើងទទួលបានតាមកម្រិតនៃយើងធ្វើថាតើយើងធ្វើបានកម្រិតណាដូច្នេះលទ្ធផលក៏ហុចឲ្យតាមកម្រិតនឹងដូចគ្នាអញ្ចឹងអ្វីដែលបងប្អូនត្រូវគិតមុនគេគឺពេលវេលានៅពេលដែលបងប្អូនចាប់ផ្ដើមហាត់ហើយបងប្អូនត្រូវតែតមចំណីអាហារមួយចំនួនដែលយើងមិនគួរញ៉ាំចំណីអាហារនៅពេលដែលលើកថាតមបងប្អូនតែងតែខ្លាចឬក៏បងប្អូនតែងតែគិតថាអត់បានញ៉ាំត្រូវតែអត់ចំណីអាហារត្រូវតែតមអត់ញ៉ាំនេះអត់ញ៉ាំនោះអត់ញ៉ាំនៅអ្វីដែលខ្លួនឯងចូលចិត្តហើយអ្វីដែលខ្លួនឯងមិនចូលចិត្តគឺត្រូវតែធ្វើត្រូវតែគិតបែបហ្នឹងក៏ប៉ុន្តែបងប្អូនត្រូវគិតថាបើសិនបើយើងអត់ផ្លាស់ប្ដូរទេរូបរាងកាយរបស់យើងក៏អត់ផ្លាស់ប្ដូរដូចគ្នាអញ្ចឹងដំណាក់កាលដំបូងគឺយើងធ្វើសប្តាហ៍ទី1គឺយើងនឹងញ៉ាំដដែលចូលសប្តាហ៍ទី2យើងចាប់ដើមកម្រិតនៃការញ៉ាំរបស់យើងគឺយើងដកនៅអ្វីដែលមិនចាំបាច់ចេញដូចជាអាហារជប់ច្រើនរបស់យើងហ្នឹងលក្ខណៈសម្រន់ហ្នឹងយើងត្រូវដកចេញបន្តមកទៀតយើងត្រូវតែដកប្រភេទអាហារណាដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនដែលសម្បូរទៅដោយរសជាតិផ្អែមប្រៃដូច្នេះបងប្អូនត្រូវតែតរសជាតិទាំងអស់ហ្នឹងចំពោះរសជាតិយើងឲ្យសាបល្មមហើយទៅនឹងសាច់ក៏យើងត្រូវតែញ៉ាំឲ្យបានច្រើនផងដែរតិចច្រឡំថាឲ្យតមអត់ញ៉ាំអីទាំងអស់ទេយើងមានតាមរបៀបរបស់យើងហើយតទៅនឹងការញ៉ាំគឺយើងអាចញ៉ាំបានមានពពួកសាច់ត្រីសាច់មាន់ពងមាន់សាច់គោនិងគ្រឿងសមុទ្រសរុបទៅ5មុខដែរយើងអត់ពិបាកក្នុងការញ៉ាំទេអ្វីដែលយើងតមគឺយើងតមតែខ្លាញ់ឯសាច់ឲ្យយើងញ៉ាំគឺយើងកាត់ខ្លាញ់ចេញហើយប្រភេទសាច់3ជាន់ក៏អត់ត្រូវការឲ្យញ៉ាំផងដែរហើយមួយទៀតតទៅនឹងគ្រឿងកំប៉ុងណាជាទូទៅយើងក៏គួរតែកាត់បន្ថយទោះបីជាយើងមិនហាត់ប្រាណឬក៏យើងមិនសម្រកគីឡូក្រាមក៏តែយើងគួរតែកាត់បន្ថយទៅពីល្អប្រសើរពិសេសគ្រឿងកំប៉ុងដែលមានរសជាតិផ្អែមនឹងតែម្ដងពីដែលយើងធ្វើចំណីអាហារបានល្អហើយយើងហាត់ប្រាណក៏ឲ្យបានល្អដែរសម្រាប់ខ្ញុំគឺខ្ញុំចង់ឲ្យផ្ដោតទៅលើការញ៉ាំនៅផ្ទះឲ្យបានល្អប្រសើរខ្ញុំអត់បែងចែកភាគរយច្រើនពេកទេអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ឲ្យនៅផ្ទះគឺការញ៉ាំរបស់យើងល្អនៅខាងក្រៅកន្លែងហាត់ប្រាណគឺខ្ញុំចង់ឲ្យការហាត់របស់យើងល្អដូចគ្នាពីលំហាត់ប្រាណមួយទៅលំហាត់ប្រាណមួយគឺយើងត្រូវតែហាត់ឲ្យត្រឹមត្រូវនឹងជាប់សាច់ដុំនៅអ្វីដែលខ្លួនឯងចង់បានសម្រាប់នៅថ្ងៃនេះផងដែរថាតើថ្ងៃនេះយើងដាក់គោលដៅហាត់សាច់ដុំអីដូច្នេះយើងត្រូវលេងឲ្យចំគោលដៅនៃសាច់ដុំនោះណាហើយតើតើនឹងការហាត់ទៀតនោះគឺយើងត្រូវតែចែកពីមួយថ្ងៃទៅមួយថ្ងៃគឺយើងត្រូវតែផ្លាស់ប្ដូរគ្នាណាយើងមិនអាចលេងតាមចិត្តចង់ថាអូថ្ងៃនេះយើងចង់លេងនេះថ្ងៃស្អែកយើងចង់លេងនេះដូច្នេះយើងត្រូវតែមានកាលវិភាគសម្រាប់ខ្លួនឯងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រថាតើយើងគួរតែហាត់សាច់ដុំផ្នែកមួយណាខ្លះហើយពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងយើងបដូរសាច់ដុំមួយទៅសាច់ដុំមួយតាមរបៀបណាខ្លះដូច្នេះបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់បានការចែកម្លែកពីខ្ញុំផ្ទាល់បងប្អូនអាចខមមិននៅខាងក្រោមឬមួយក៏បងប្អូនអាចឆាតមកសួរខ្ញុំបានអញ្ចឹងខ្ញុំតនេអ្វីដែលខ្ញុំអាចផ្ដល់បានគឺខ្ញុំនឹងផ្ដល់ជូនទាក់ទងនឹងការចែកម្លែកគឺដើម្បីឲ្យបងប្អូនទាំងអស់គ្នាទទួលបានលទ្ធផលមួយដែលល្អប្រសើរដូចតែចង់បានដូច្នេះបើសិនមកបងប្អូនឃើញថាវីដេអូនេះល្អប្រសើរនិងមានអត្ថប្រយោជន៍កុំភ្លេច like follow ដើម្បីទទួលបានវីដេអូថ្មីៗផងដែរអរគុណច្រើន